រ៉ូស៊ីបានប្រមានខ្លាំងអំពីការកើនឡើងនៃតម្លៃអូស្មန်នៅលើពិភពលោកប្រសិនណាបើអឺរ៉ុបបញ្ឈប់ការនាំចូលពីប្រទេសរុស្ស៊ីស្វាគមន៍ប្រិយមិត្តជាទីមេត្រីយើងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងអត្ថបទព័ត៌មានអន្តរជាតិប្រចាំថ្ងៃលោក Leonid Milhenson ប្រធានក្រុមហ៊ុនថាមពលយក្ស Novatek របស់រុស្ស៊ីបានប្រមានកាលពីថ្ងៃសុក្រថាសហភាពអឺរ៉ុបអាចបង្កឲ្យមានការកើនឡើងតម្លៃអូស្មန်ដែលមិនធ្លាប់មានពីមុនមកប្រសិនណាបើអឺរ៉ុបបន្តជាមួយនឹងផែនការបញ្ឈប់ការនាំចូលពីប្រទេសរុស្ស៊ីបើយោងតាមសារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃទី31ខែតុលាឆ្នាំ2025បានឲ្យដឹងថាលោក Milhenson បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចអារ៉ាស៊ីនៅឯទីក្រុងអឺស្តង់ប៊ុលថាប្រទេសរុស្ស៊ីបានកាន់កាប់ប្រហែលជា 10% នៃទីផ្សារអូស្មန်ធម្មជាតិរាវ LNG ជាសកលប្រធានក្រុមហ៊ុនអូស្មန်ធំទី2របស់រុស្ស៊ីរូបនេះបាននិយាយថាការមិនរាប់បញ្ចូលអ្នកផ្គត់ផ្គង់រុស្ស៊ីពីសមតលអូស្មန်សកលនឹងមិនអាចទៅរួចនោះទេវានឹងបង្កឲ្យមានការកើនឡើងដែលមិនធ្លាប់មានពីមុនមកហើយអ្នកប្រើប្រាស់អឺរ៉ុបនឹងចំណាយច្រើនបំផុតលោក Milhenson បានប្រៀបធៀបការធ្លាក់ចុះសក្តានុពលទៅនឹងវិបត្តិឆ្នាំ2021នៅពេលដែលតម្រូវការបានកើនឡើងក្រោយជំងឺរាតត្បាតបានជំរុញឲ្យតម្លៃលើសពី$1,200នៅក្នុង1000ម៉ែត្រគូបលោកបានបន្ថែមថាទីក្រុងមូស្គូនឹងបង្វែរការនាំចេញរបស់ខ្លួនទៅកន្លែងផ្សេងប្រសិនណាបើអឺរ៉ុបអនុម័តការហាមឃាត់ទាំងស្រុងពីអូស្មန်របស់រុស្ស៊ីទីក្រុង Brussels បានបញ្ជាក់ជាថ្មីនៅគោលដៅរបស់ខ្លួននៅក្នុងការបញ្ចប់ការនាំចូលរបស់រុស្ស៊ីនៅឆ្នាំ2027នៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី19ដែលបានអនុម័តកាលពីសប្តាហ៍មុននៅក្នុងពេលជាមួយគ្នានេះផងដែររដ្ឋសមាជិកមួយចំនួនរួមទាំងប្រទេសហុងហ្គ្រីនិងស្លូវ៉ាគីបានរិះគន់យ៉ាងខ្លាំងចំពោះផែនការនេះបើយោងតាមព័ត៌មាន Bill បានឲ្យដឹងថាសហភាពអឺរ៉ុបបាននាំចូលថាមពលពីរុស្ស៊ីចំនួន $5.8 លានដែលស្មើនឹង $6.7 លាននៅក្នុងត្រីមាសទី1នៃឆ្នាំ2025ដែលភាគច្រើនជាអូស្មန်ធម្មជាតិការប៉ាន់ស្មានដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាត CREA បានមានមូលដ្ឋាននៅឯទីក្រុង Helsinki បានបង្ហាញថា EU គឺជាអ្នកទិញអូស្មန်ធម្មជាតិរាវនិងដ៏ធំបំផុតរបស់រុស្ស៊ីកាលពីខែមុនប្រយ័ត្នជាទីមេត្រីនៅពេលនេះយើងក្រឡេកទៅមើលសហរដ្ឋអាមេរិកឯនោះវិញសហរដ្ឋអាមេរិកកំពុងតែខ្វះខាតយន្តហោះចម្បាំងយ៉ាងហោចណាស់300គ្រឿងប្រភពបរទេសបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Breaking Defense បានរាយការណ៍ថាកងទ័ពអាកាសរបស់អាមេរិកឬ USAF ត្រូវចាំបាច់ផលិតយន្តហោះចម្បាំងថ្មីរាប់រយគ្រឿងក្នុងរយៈពេល10ឆ្នាំខាងមុខដើម្បីបំពេញតាមគោលដៅការពារជាតិរបស់ប្រធានាធិបតី Donald Trump យ៉ាងណាក្តីរបាយការណ៍នេះត្រូវបានដាក់ស្នើទៅសភានៅក្នុងខែនេះរួចទៅហើយដោយផែនការនេះបានចែងថា USAF ត្រូវដាក់យន្តហោះចម្បាំងចំនួន1558គ្រឿងដើម្បីបំពេញកាតព្វកិច្ចជាសកលរបស់ខ្លួនក្រោមការណែនាំជាយុទ្ធសាស្ត្រការពារជាតិបណ្ដោះអាសន្នរបស់លោកត្រាំរបាយការណ៍បញ្ជាក់ពីគោលដៅគឺស្ទើរតែ300គ្រឿងពោលគឺខ្ពស់ជាងការប៉ាន់ស្មានចំនួន1171យន្តហោះចម្បាំងដែលរំពឹងថានឹងដាក់ឲ្យបម្រើការនៅឆ្នាំ2026ឯកសារនេះបាននិយាយថា USAF មានគោលបំណងឈានទៅដល់គោលដៅបណ្ដោះអាសន្ននៃយន្តហោះចម្បាំងចំនួន1369គ្រឿងនៅដើមឆ្នាំ2030ប៉ុន្តែបានព្រមានថាការផ្ដល់មូលនិធិមានកំណត់សមត្ថភាពឧស្សាហកម្មនិងការទាមទារទំនើបកម្មដែលប្រកួតប្រជែងអាចពន្យាពេលនៃវឌ្ឍនភាពរបាយការណ៍កំណត់អត្តសញ្ញាណយន្តហោះចម្បាំងទាំងនោះរួមមាន F-15EX និង F-35A ដែលជាគន្លឹះនៅក្នុងការទៅដល់ទិសដៅវាយប្រហារសំណើនេះក៏បានចែងថាក្រុមហ៊ុន Boeing អាចផលិតយន្តហោះ F-15EX ដល់ទៅជាង20គ្រឿងនៅក្នុងមួយឆ្នាំនៅឆ្នាំ2027ដោយពង្រីករហូតដល់ជាង30គ្រឿងនៅក្នុងមួយឆ្នាំជាមួយនឹងមូលនិធិបន្ថែមសម្រាប់គ្រឿងបរិក្ខារប្រិយមិត្តជាទីមេត្រីយើងទៅមើលលោក Donald Trump ដដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បដិសេធថាលោកមិនបានរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសវេណេស៊ុយអេឡានោះទេ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានបដិសេធថាលោកមិនបានរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសវេណេស៊ុយអេឡាដែលជារដ្ឋាភិបាលឆ្វេងនិយមដែលលោកបានចោទប្រកាន់ថាគាំទ្រក្រុមអ ுக ្រិតជនគ្រឿងញៀននោះទេបើយោងតាមសារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025បានឲ្យដឹងថាប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាសេតវិមានកំពុងថ្លឹងថ្លែងនៅប្រតិបត្តិការដ៏សក្តានុពលនៅលើដីវេណេស៊ុយអេឡាដោយកាសែត The Wall Street Journal បានអះអាងកាលពីថ្ងៃប្រហ័សថាសហរដ្ឋអាមេរិកបានកំណត់គោលដៅរួមទាំងកន្លែងយោធាដែលប្រើដើម្បីរត់ពន្ធគ្រឿងញៀននៅពេលសួរអំពីរបាយការណ៍ទាំងនេះនៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រលោក Donald Trump បាននិយាយថាទេវាមិនពិតនោះទេចាប់តាំងពីខែកញ្ញាមកសហរដ្ឋអាមេរិកបានបំផ្លាញកប៉ាល់ដែលត្រូវបានគេចោទប្រកាន់យ៉ាងតិចចំនួន14គ្រឿងនៅតំបន់ការ៉ាប៊ីនដែលបានសម្លាប់មនុស្សយ៉ាងតិច61នាក់នេះបើយោងតាមសារព័ត៌មាន Reuters លោកត្រាំបានបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់រួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford និងប្រតិបត្តិការសម្ងាត់ CIA ដែលត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាកាលពីពេលថ្មីៗនេះលោកបាននិយាយថាសហរដ្ឋអាមេរិកអាចនឹងត្រូវវាយប្រហារគោលដៅនៅលើដីជាយថាហេតុក៏ប៉ុន្តែបានបដិសេធការស្វែងរកការផ្ដួលរំលំប្រធានាធិបតី Nicolas Maduro ដែល FBI បានដាក់នៅក្នុងបញ្ជីចង់បានរបស់ខ្លួនអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់រាល់ទាំងព័ត៌មានអន្តរជាតិប្រចាំថ្ងៃសូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវអត្ថបទព័ត៌មានថ្មីៗទាន់ហេតុការណ៍មុនគេនៅក្នុងដៃរបស់លោកអ្នក